បាទសូមជម្រាបសួរលោកស្រីថិតកំហ៊ុនចាជំរាបសួរលោកហេលីបាទសូមអរគុណណាស់លោកស្រីថិតកំហ៊ុនដែលបានចំណាយពេលវេលាឲ្យភ្លាមតែម្ដងក្រោយពីត្រឡប់បេសកកម្មមកវិញលោកស្រីថិតកំហ៊ុនក្រោយពីការប្រកាសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23រួចយើងមានការឃើញសេចក្តីសម្រេចមួយគឺស្តីពីការរៀបចំគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុករៀបចំពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ និងអន្តរាគមន៍ទៅម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្រោយពីការចេញសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នោះក៏មានថ្នាក់ដឹកនាំនិងគណៈកម្មាធិការពីរក្រុមដែលក្រុមទី1គឺដឹកនាំដោយលោកស្រីនិងក្រុមទី2គឺដឹកនាំដោយលោកអ៊ុំសំអានដើម្បីសិក្សាផ្នែកច្បាប់និងស្រាវជ្រាវរកឯកសារទៅដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនិងម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះលោកស្រីក្នុងដំណើរនៃទៅសិក្សាផ្នែកច្បាប់នៃប្រទេសហូឡុងតើលោកស្រីទទួលបានភាពជោគជ័យនឹងការសិក្សានៃផ្នែកច្បាប់នោះយ៉ាងណាខ្លះហើយដំណើរការនៃការទៅប្រទេសហូឡុងនិងទៅតុលាការអន្តរជាតិ ICJ នោះយ៉ាងណាខ្លះសូមលោកស្រីមានប្រសាសន៍នឹងជូនដំណឹងទៅប្រជាពលរដ្ឋខ្មែរដែលកំពុងរងចាំយ៉ាងអន្ទះអន្ទែងក្រោយពីបានឮថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23យើងនេះកំពុងតែរៀបចំពាក្យបណ្ដឹងប្តឹងទៅតុលាការអន្តរជាតិពាក់ព័ន្ធនឹងចំនួនព្រំដែនផងដែរបាទសូមអរគុណលោកស្រីចាអរគុណលោកហេលីនៅក្នុងការធ្វើបេសកកម្មដ៏សំខាន់មួយនេះគឺយើងមានក្រុមការងារមានខ្ញុំផងហើយមានប្អូនកណ្ឌិកាក៏ដូចជាមានប្អូនឈិនលេងដែលគាត់បានចូលរួមនៅក្នុងកិច្ចការនេះហ្នឹងហើយនៅក្រោយមកទៀតនៅក្រោយឆាកហ្នឹងក៏មានក្រុមការងារដូចអ្នកស្រីលីដាអ្នកស្រីផលីនអេជាដើមហ្នឹងនៅក្នុងការធ្វើកិច្ចការងារហ្នឹងអញ្ចឹងមុននឹងយើងតាក់ទងទៅដល់និយាយទៅដល់រឿងតុលាការព្រហ្មទណ្ឌអន្តរជាតិហៅកាត់ថា ICJ ហ្នឹងគឺ International Court of Justice ហ្នឹងគឺយើងចង់ផ្ដោតអារម្មណ៍បងប្អូនឲ្យដឹងថាមុននឹងយើងធ្វើកិច្ចការងារហ្នឹងគឺយើងផ្ដោតសំខាន់មុំសំខាន់របស់យើងគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងដឹងហើយសន្ធិសញ្ញាទីក្រុងប៉ារីស$23ឆ្នាំដែលកើតឡើងនៅឆ្នាំ1991ថ្ងៃទី$23ហ្នឹងគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសខ្មែរយើងដោយសារតែមានម្ចាស់ហត្ថលេខីទាំង18ប្រទេសហ្នឹងអញ្ចឹងនៅក្នុងបេសកកម្មរួមគ្នានឹងដែរគឺយើងបានមានការដាក់សេចក្តីសម្រេចហៅថា resolution ហ្នឹងសេចក្តីសម្រេចហ្នឹងគឺយើងមានសេចក្តីសង្ខេបបងប្អូនបានឃើញខ្ញុំបានផុសនៅតាមប្រព័ន្ធ Facebook អីជាដើមហ្នឹងគឺសេចក្តីសម្រេចហ្នឹងគឺទាមទារឲ្យប្រទេសកម្ពុជាយើងហ្នឹងគឺមានបូរណភាពទឹកដីមានការគោរពខាងផ្នែកបូរណភាពទឹកដី sovereignty ហើយជាពិសេសទៀតគឺប្រទេសកម្ពុជាគឺសូមទាមទារឲ្យមាននៅប្រជាធិបតេយ្យនៅថ្ងៃអនាគតពីព្រោះឥឡូវនេះគឺអត់មានទេអញ្ចឹងបានន័យថាគេចង់និយាយថាdemocracy future for Cambodia អញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគឺយើងបានធ្វើកិច្ចការងារហ្នឹងដោយយើងបានមានការបោះឆ្នោតមានអីនៅក្នុងអង្គការសេរីនិយមអន្តរជាតិដ៏ធំមួយឈ្មោះថា Liberal ហ្នឹងគឺ LI ហ្នឹងគឺយើងបានប្រជុំគឺបានថាគ្រប់ទ្វីបអឺរ៉ុបទាំងអស់ដែលមានអ្នក liberal អ្នកដែលសេរីនិយមខាងផ្នែកជាធិបតេយ្យនឹងចូលរួមប្រទេសច្រើនមែនទែនទាំងអស់មាន100ប្រទេសជាងឯណោះនៅក្នុងហ្នឹងគឺក៏មានអ្នកអាស៊ីចូលរួមដែរគឺប្រទេសដែលនៅប្រជាធិបតេយ្យនៅតំបន់អាស៊ីដូចមានជប៉ុនតៃវ៉ាន់ដូចយើងតំណាងឲ្យកម្ពុជាជាដើមហើយយើងមានប្រទេសផ្សេងទៀតខ្ញុំរៀបរាប់អត់ទេព្រោះ100ប្រទេសជាងគឺពេញតែម្ដងហើយនៅក្នុងនោះគឺយើងមានការប្រជុំ2ថ្ងៃប្រជុំនៃការបោះឆ្នោតនៃសេចក្តីព្រាងច្បាប់នោះរហូតដល់2ថ្ងៃអញ្ចឹងសរុបសេចក្តីទៅសេចក្តីសម្រេចរបស់យើង resolution ហ្នឹងគឺសេចក្តីសម្រេចហ្នឹងគឺយើងឃើញថាមានការបោះឆ្នោតឲ្យបានជាប់អញ្ចឹងនៅក្នុងនៃសេចក្តីសម្រេចហ្នឹងគឺទាមទារឲ្យម្ចាស់18ប្រទេសដែលជាម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីសនេះគឺត្រូវតែធ្វើនៅតួនាទីរបស់ខ្លួនមិនមែនសុំណាគឺត្រូវតែធ្វើនៅតួនាទីរបស់ខ្លួនដោយសន្ធិសញ្ញាទីក្រុងប៉ារីសគឺឲ្យប្រទេសកម្ពុជាយើងគឺម្ចាស់ប្រទេសទាំង18ប្រទេសនេះត្រូវតែមើលនៅការពិតមើលថាតើតាក់ទង
អស់រយៈពេលជាង3ទសវត្សរ៍នេះប្រទេសកម្ពុជាពិតជាមានសន្តិភាពពិតប្រាកដទេប្រទេសកម្ពុជាពិតជាគ្មានអ្នកណាឈ្លានពានមែនទេគឺខាងលិចនិងខាងកើតនោះមែនទេគឺយើងត្រូវផ្ដោតទៅលើចំណុចហ្នឹងហើយមួយទៀតតើប្រទេសកម្ពុជានឹងរស់នៅដោយមានសុខសន្តិភាពពិតប្រាកដដែរឬទេហើយមានប្រជាធិបតេយ្យហើយមានគេគោរពបូរណភាពទឹកដីយើងអត់អញ្ចឹងវាអត់មានទេសរុបសេចក្តីទៅអញ្ចឹងមួយទៀតយើងផ្អែកទៅលើពេលថ្មីនេះយើងមានការចំនួនទល់ឡានខ្មែរនិងថៃនឹងដែលនៅក្នុងនោះលោកប្រធានាធិបតី Donald Trump ហ្នឹងគឺគាត់បានចុះជាប់លើកដំបូងបងអស់ហ្នឹងគឺបានធ្វើនៅកិច្ចចរចាមួយដើម្បីឲ្យមានការយល់ព្រមគ្នាខ្មែរនិងថៃហ្នឹងឲ្យធ្វើនៅការបត់ឈប់បាញ់គ្នាហ្នឹងហើយគាត់នឹងបញ្ចុះនៅពន្ធដែលពី49មក19%អីចឹងទៅចឹងក្នុងនោះក៏យើងមានដាក់នៅអត្ថន័យហ្នឹងដែរហើយនៅក្នុងនោះបន្ទាប់ទៀតគឺយើងទាមទារឲ្យអន្តរជាតិទាំងអស់មិនថានៅអន្តរជាតិនៅផ្នែកអឺរ៉ុបនៅក្នុងទូទាំងពិភពលោកទាំងអស់ហ្នឹងហើយជាពិសេសសហរដ្ឋអាមេរិកលោកធានាធិបតី Donald Trump ហ្នឹងគឺត្រូវតែតាមដានមែនទេនៅក្នុងរឿងកិច្ចព្រមព្រៀងដែលថៃកំពុងតែឈ្លានពានហើយពេលថ្មីនេះយើងឃើញមានការសម្លាប់ដល់ប្រជាពលរដ្ឋហើយមានការធ្វើបាបទៅដល់ក្មេងស្រី18អាយុ18ឆ្នាំហ្នឹងយើងអាចទទួលបានទេអញ្ចឹងដើម្បីបញ្ចប់ឲ្យប្រទេសថៃដែលតាហ៊ានថៃហ្នឹងតែម្ដងតាហ៊ានថៃហ្នឹងគឺចូលមកឈ្លានពានឆ្លៀតឱកាសដោយសាររឿងទាំងអស់ហ្នឹងគឺកើតឡើងដោយឪពុកនិងកូនលោកហ៊ុនសែនហើយនិងហ៊ុនម៉ាណែតហ្នឹងយើងដឹងហើយថាធម្មតាជួនផ្ដាច់ការតែងតែចង់ធ្វើឲ្យមានគេហៅថា conflict ចំនួនធ្វើឲ្យចំនួនកើតឡើងហើយដើម្បីបានចំនួនស្ងាត់វិញដើម្បីយកគុណសម្បត្តិខ្លួនឯងគឺធ្វើឲ្យមានការបង្កើតសង្គ្រាមបង្កើតអីមកយើងដឹងឲ្យដើមហេតុគឺគាត់ឆ្លោះគ្នាជាមួយក្រុមគ្រួសាររបស់លោកថាក់ស៊ីនទេហ្នឹងគឺជាហេតុដែលមិនអាចបង្កើតបានទេបន្ទាប់មកទៅពេលទាហានថៃគេឃើញឱកាសទៀតគេនឹងចូលលេបតបាក់ទឹកដីយើងអញ្ចឹងយើងមានតែយន្តការពារមួយគត់គឺសិទ្ធិសញ្ញាទីក្រុងប៉ារីសអញ្ចឹងបកត្រឡប់មកវិញសិទ្ធិសញ្ញាទីក្រុងប៉ារីស18ប្រទេសគឺយើងនឹងធ្វើកិច្ចការងារនឹងរួមគ្នាជាមួយនឹងការដាក់ញត្តិទៅ ICJដែលនៅក្នុងនោះម្ចាស់18ប្រទេសហ្នឹងយើងនឹងប្រាប់នៅពីរឿងដែលយើងបាននិយាយហោហែមកមិនហ្នឹងភ្ជាប់គ្នាជាមួយនឹងទទួលភារកិច្ចរបស់អ្នកដែលម្ចាស់ហត្ថលេខីនឹងផងហើយយើងនឹងភ្ជាប់ផ្ញើពីរឿងយើងនឹងដាក់ទៅរឿង ICJ នឹងដូចគ្នាដែរនៅក្នុងនោះយើងនឹងមានអ្នកច្បាប់ធ្វើកិច្ចការងារជាមួយយើងហើយពេលដែលយើងទៅធ្វើទស្សនកិច្ចនេះយើងបានតាក់ទងទៅព្រឹទ្ធសមាជិកព្រឹទ្ធសភានៃគណៈបកឈ្មោះថា VVD គណៈបកប្រជាសម្លេងប្រជាពលរដ្ឋដើម្បីសេរីភាពរបស់គេហ្នឹងគឺគេបានចាយើងបានតាក់ទងនៅហៅថាប្រសិទ្ធភាពរបស់គេក៏ដូចជាអ្នកច្បាប់ផ្សេងហ្នឹងដើម្បីយើងធ្វើកិច្ចការងារហ្នឹងអញ្ចឹងនៅក្នុងទៀតដែរបងប្អូនខ្លះគាត់ថាការប្តឹងនៅ ICJ ហ្នឹងអាចប្តឹងបានទេលុះត្រាតែម្ចាស់ប្រទេសហ្នឹងទៅប្តឹងចាអញ្ចឹងយើងទុកឱកាសទៅដល់ម្ចាស់ប្រទេសដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហ្នឹងគាត់ត្រូវតែធ្វើកិច្ចការងារហ្នឹងប៉ុន្តែរយៈពេលកន្លងមកដែលមានសង្គ្រាមនេះដែលមានចំនួននេះយើងឃើញថាមានរូបភាពអីគាត់ថាមានបំណងចង់ទៅធ្វើអញ្ចឹងប៉ុន្តែវាជាស្ដាយអត់ឃើញបានថាអត់ឃើញមាននៅលទ្ធផលដែលថាឲ្យមានការឈប់យាយីមកលើប្រទេសខ្មែរយើងគឺអត់មានទេអញ្ចឹងបានសេចក្តីថាបើសិនជាធ្វើមែនគឺត្រូវតែមានអក្រកម្មហ្នឹងឈប់យាយីប៉ុន្តែឥឡូវនេះវាធ្ងន់ទៅចាបាទសូមអរគុណណាស់លោកស្រីពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យបណ្ដឹងនិងការឆ្លើយតបរបស់ខាងរបបក្រុងភ្នំពេញដែលដឹកនាំដោយលោកហ៊ុនសែននិងហ៊ុនម៉ាណែតហ្នឹងគឺភាគច្រើននោះគឺគេនិយាយថាពួកយើងនេះមិនមានលទ្ធភាពក្នុងការដាក់ពាក្យបណ្ដឹងទេហើយអ្នកដែលមានអធិភាពនិងលទ្ធភាពក្នុងការដាក់ពាក្យបណ្ដឹងនោះគឺរដ្ឋាភិបាលក្រុងភ្នំពេញឯណោះទេឆ្លើយតបទៅនឹងប្រជាពលរដ្ឋវិញដែលសង្ឃឹមនិងជឿជាក់លើរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហើយជាពិសេសទៅទៀតនោះគឺក្រោយការប្រកាសនៃដំណើរការសិក្សានិងឆ្ពោះទៅរកការដាក់ពាក្យបណ្ដឹងអំពីរឿងបញ្ហាចំនួនព្រំដែននិងបូរណភាពទឹកដីរបស់កម្ពុជាយើងនេះលោកស្រីថឹកកំហ៊ុនតើក្នុងការសិក្សាស្រាវជ្រាវផ្នែកច្បាប់លើកទី1នេះតើលោកស្រីមានអ្វីផ្ដល់ជូនទៅប្រជាពលរដ្ឋផ្ដល់ក្តីសង្ឃឹមយ៉ាងណាខ្លះចំពោះប្រជាពលរដ្ឋក្នុងដំណើរនៃការសិក្សាផ្នែកច្បាប់នេះបាទសូមអរគុណចាដែលលោកហេនេះលើកមកហ្នឹងគឺម្ចាស់ប្រទេសហ្នឹងគឺត្រូវតែដាក់ប្តឹងប៉ុន្តែដោយសារតែរហូតដល់ពេលឥឡូវនេះបើសិនជាគាត់ប្តឹងយើងសប្បាយចិត្តណាក្នុងនាមជាប្រជាពលរដ្ឋខ្មែរទោះបីជាយើងជាអ្នកដែលតស៊ូមតិដើម្បីប្រជាធិបតេយ្យ
ហើយបើសិនជាលោកហ៊ុនសែនឪពុកម្កូនគាត់យកកិច្ចការងារទាំងអស់ហ្នឹងទៅប្តឹងរហូតដល់ពេលនេះរឿងហ្នឹងវាមិនត្រូវដល់ប៉ុណ្ណឹងទេវាត្រូវចប់បាត់ហើយប៉ុន្តែអត់មាននិយាយតែមាត់ប៉ុន្តែមិនបានឃើញផុសតាងអ្វីដែលបានប្តឹងទេតែនៅក្នុងមួយទៀតយើងនឹងត្រូវធ្វើកិច្ចការងារដើម្បីតាមដានឲ្យច្បាស់លាស់ថាតើមានការដាក់ស្នើប្តឹងទេទៅ ICJ នឹងឲ្យបើដាក់នៅពេលណាឲ្យមានការប្តឹងហើយឬនៅទី1ទី2ទៀតមិនប្រកាសថា 100% នឹងយើងដែលជាប្រជាពលរដ្ឋហ្នឹងប្តឹងមិនបានទេមិនមែនទេដោយសារតែអីដោយសារតែយើងក្នុងនាមយើងជាប្រជាពលរដ្ឋហ្នឹងជាពិសេសយើងជាម្ចាស់ហត្ថលេខាយើងជាប្រជាពលរដ្ឋដែលនៅក្នុងនោះយើងមានម្ចាស់ហត្ថលេខាទាំង18ប្រទេសហ្នឹងនៅក្នុងចំណាំ18ប្រទេសឬក៏ប្រទេស Netherlands ហ្នឹងតែម្ដងប្រទេស Holland តែម្ដងបើសិនជាប្រទេសណាមួយដែលគេសុខចិត្តយករឿងយើងហ្នឹងដូចគ្នាដែរទៅប្តឹងទៅចូលរួមថាឥឡូវនេះប្រជាពលរដ្ឋកម្ពុជាគឺបានសូមឲ្យពួកយើងចូលរួមជួយជឿចាពីរឿងហ្នឹងដោយសារឃើញមានការឆ្លោះគ្នាមិនឈប់ហើយខ្ញុំដឹងថាប្រជាពលរដ្ឋខ្មែរនិងថៃនេះគ្មានណាចង់បានសង្គ្រាមទេប៉ុន្តែយើងដឹងថាជនផ្ដាច់ការតែងតែចង់បាននៅមហិច្ឆតាខ្លួនឯងហើយមិនខ្វល់ពីរឿងតាហ៊ានឬក៏ប្រជាពលរដ្ឋរងគ្រោះទេគឺនៅតែសងំនៅផ្ទះខ្លួនឯងហ្នឹងគឺមិនដែលចេញមកមើលប្រជាពលរដ្ឋមិនដែលចេញមកមើលតាហ៊ានយើងទេយើងដឹងគ្រប់គ្នាតែឡើងទៅហ្នឹងអញ្ចឹងនៅក្នុងនោះគឺក្នុងនាមយើងជាប្រជាពលរដ្ឋនេះយើងត្រូវទៅធ្វើកិច្ចការងារទូតដើម្បីរកម្ចាស់ប្រទេសណាមួយរកអ្នកដែលនៅក្នុងចំណោម18ប្រទេសម្ចាស់ហត្ថលេខាហ្នឹងព្រោះពួកគាត់ហ្នឹងគឺមានកាតព្វកិច្ចគ្រប់គ្រាន់នៅក្នុងការដែលត្រូវតែបកមកធ្វើឲ្យប្រទេសកម្ពុជាយើងនឹងរស់នៅបានសេចក្តីសុខមិនឲ្យមានអ្នកណារំលោភនៅបូរណភាពទឹកដីទេព្រោះបើអ្នកណាក៏ដោយដែលរំលោភនៅបូរណភាពទឹកដីមិនថាប្រទេសថៃប្រទេសវៀតណាមទេគឺបំពានទៅលើគេហៅថាច្បាប់នៃសិទ្ធិសញ្ញាសេចក្តីព្រាងច្បាប់នៃសិទ្ធិសញ្ញាទីក្រុងប៉ារីសហើយអញ្ចឹងពួកគាត់ដឹងច្បាស់ 100% ថាធ្វើបែបហ្នឹងគឺត្រូវតែបំពេញហើយអញ្ចឹងបានជាប្រទេសខាងកើតក៏ដោយខាងលិចក៏ដោយជាពិសេសខាងកើតនោះពេលគេយកដីយើងគេមិនដែលប្រកាសថាគេមកយកដីយើងគេលួចមកដល់ទីទៅហើយគេយកអំណាចនៃរដ្ឋាភិបាលដែលប្រទេសខ្មែរយើងយកមកគម្រាមកំហែងជាពលរដ្ឋយើងអញ្ចឹងតើគេមិនមកលួចត្រង់ព្រោះលួចត្រង់វាខុសច្បាប់នៅសេចក្តីព្រាងច្បាប់នៃសិទ្ធិសញ្ញាទីក្រុងប៉ារីសអញ្ចឹងហើយត្រឡប់មកវិញឲ្យបងប្អូនដឹងថាយើងធ្វើបានមួយទៀតដែលយើងអាចធ្វើបានគឺបើយើងមានសំណើប្តឹងទៅខាងអង្គការសហប្រជាជាតិ United Nations គឺអង្គការសហប្រជាជាតិមានសិទ្ធិយកសេចក្តីដែលយើងស្នើហ្នឹងគឺបានថាការដាក់ពាក្យប្តឹងហ្នឹងគឺយកពាក្យប្តឹងហ្នឹងគឺដាក់ទៅប្តឹងនៅ ICJ បានដូចគ្នាដែរអញ្ចឹងយើងមានផ្លូវ2 3ដែលយើងអាចធ្វើបានហើយនៅក្នុងនោះអានេះគឺជាការស្រាវជ្រាវដែលយើងបានដឹងហើយយើងនឹងពិភាក្សាជាមួយនឹងអ្នកច្បាប់ជំនាញផ្សេងទៀតដែលគេមានឯកទេសធ្វើជាមួយនឹងរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICJ នឹងតែម្ដងហើយនៅក្នុងនោះគឺយើងមិននេះទេយើងមិនមានធ្វើកិច្ចការនេះលេងទេបងប្អូនគឺបើយើងដាក់ចិត្តដាក់កាយយើងតាមចិត្តថាយើងកំការពារបូរណភាពទឹកដីរបស់យើងនឹងធ្វើឲ្យអស់ពីសមត្ថភាពយើងមិនមែននិយាយតែមាត់ហើយគ្រាន់តែថតរូបភាពហើយឬហើយយើងទៅលាក់ចោលកិច្ចការងារហ្នឹងឯងបងប្អូនឃើញហើយកន្លងមកនៅក្នុងកិច្ចការងារបរទេសនៃគណៈបក្សសង្គ្រោះជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះកាលណាតែយើងធ្វើកិច្ចការងារនឹងហើយគឺយើងមិនដែលទម្លាក់ដៃទេរហូតមកដល់ពេលឥឡូវនេះគណៈបក្សសង្គ្រោះជាតិគេនៅតែទទួលស្គាល់ទូទាំងពេញពិភពលោកគណៈបក្សសង្គ្រោះជាតិក៏គេទទួលស្គាល់នៅសហរដ្ឋអាមេរិកនេះតាំងពីឆ្នាំ2017ដែលគេបានរំលាយទៅលើกระดาษរបស់គេមាត់គេតែប៉ុន្តែយើងនៅអន្តរជាតិគេទទួលស្គាល់ជានិច្ចហើយសកម្មភាពដែលយើងធ្វើកន្លងមកកិច្ចការបរទេសនៅសហរដ្ឋអាមេរិកនេះគឺបានជោគជ័យបងប្អូនឃើញរហូតដល់ឥឡូវនេះសហរដ្ឋអាមេរិកបានដាក់គំនាបពីមួយថ្ងៃទៅមួយថ្ងៃគេបានសង្កត់នៅគេដាក់ថា sanction ហ្នឹងគឺបានដាក់ទណ្ឌកម្មនៅមន្ត្រីដែលបានរំលោភសិទ្ធិមនុស្សមន្ត្រីដែលនៅជុំវិញនៃរបបផ្ដាច់ការហ្នឹងគឺគេបានដាក់នៅការគំនាបក៏ដូចជាគេបានដាក់ទណ្ឌកម្មក៏គេបានបាន sanction បានន័យថាគឺគេបានដកហូតនៅអ្វីជាពិសេសថ្មីនេះទៀតគឺមានទៅដល់បទឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចជាមាននៅបទការប្រព្រឹត្តនៅឧក្រិដ្ឋកម្មអនឡាញ cyber scam ទាំងអស់នោះគឺធ្វើឲ្យប្រទេសកម្ពុជាយើងល្បីតែល្បីមិនល្អទេបងប្អូនប្រទេសកម្ពុជាយើងគឺជាប្រទេសមហានគរមហាអំណាចតាំងពីដើមតែមកដល់ពេលនេះប្រទេសកម្ពុជាយើងគឺត្រូវបានពិភពលោកហាម5ប្រជាពលរដ្ឋគេមិនឲ្យទៅលេងប្រទេសកម្ពុជាយើងដោយប្រទេសកម្ពុជាយើងនឹងតាក់ទងទៅនឹងអ្នកដែលឧក្រិដ្ឋជននៅក្នុងប្រទេសកម្ពុជានឹងបើកនៅប្រ
ព័ន្ធគម្រាមកំហែងក៏ដូចជាការជួញដូរមនុស្សខុសច្បាប់អីជាដើមអញ្ចឹងក្នុងហ្នឹងគឺធ្វើឲ្យប្រទេសកម្ពុជាយើងល្បីនៅផ្នែកអាក្រក់អញ្ចឹងយើងអត់ចង់ឲ្យប្រទេសកម្ពុជាយើងខ្លាចទៅជាប្រទេសដែលល្អដែលប្រជាពលរដ្ឋប្រទេសកម្ពុជាយើងគឺសិទ្ធិប្រជាជនដែលមានទឹកចិត្តល្អប្រជាជនដែលមានទឹកចិត្តស្មោះត្រង់ស្រឡាញ់រាប់អានអញ្ចឹងយើងអត់ចង់ខ្លាចទៅប្រទេសយើងទៅជាអ្នកដែលឈ្មោះអាក្រក់ទេអញ្ចឹងយើងប្រជាពលរដ្ឋខ្លួនឯងត្រូវទៅការពារប្រទេសយើងដោយយើងប្រើសិទ្ធិរបស់យើងនៅក្រៅប្រទេសនឹងចូលរួមទាំងអស់គ្នាបានច្រើនចា៎បាទសូមអរគុណណាស់លោកស្រីទឹកកំហ៊ុនដោយមើលឃើញថាការសិក្សាផ្នែកច្បាប់ក៏បានសិក្សារួចរាល់អស់ហើយជាពិសេសទៅទៀតនោះគឺអង្គការអន្តរជាតិសេរីនិយមក៏បានបោះឆ្នោតគ្រប់គ្រងនៃការស្នើសុំនឹងសេចក្តីសម្រេចផ្សេងៗពាក់ព័ន្ធជាមួយនឹងការស្នើសុំរបស់យើងផងដែរតើលោកស្រីមានអ្វីផ្ដាំផ្ញើជូនចំពោះប្រជាពលរដ្ឋខ្មែរយើងដែរទេដែលកំពុងតែសង្ឃឹមនឹងជឿជាក់លើរដ្ឋាភិបាលកម្ពុជាឯករាជ្យជាពិសេសគឺក្រុមការងារនៃសិក្សាផ្នែកច្បាប់និងស្រាវជ្រាវក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ និងម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះបាទសូមអរគុណលោកស្រីចាអរគុណលោកហេនីដោយសារតែបងប្អូនខ្មែរគាត់បានឃើញហើយសម័យឥឡូវនេះគឺមានសម័យ Facebook សម័យទំនើបបច្ចេកទេសអញ្ចឹងគាត់មើលសកម្មភាពយើងដែលយើងបានធ្វើកិច្ចការងារនឹងសកម្មភាពដែលយើងធ្វើបងប្អូនឃើញហើយបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានកើតឡើងគឺយើងមិនដែលនៅស្ងៀមមួយនាទីណាទេគឺយើងតែងតែធ្វើកិច្ចការងារមានស្ថាប័នផ្សេងគាត់តែងតែបំពេញនៅតួនាទីរបស់គាត់ហើយជាពិសេសស្ថាប័នដែលយើងកំពុងធ្វើកិច្ចការងារនោះគឺកិច្ចការងារបរទេសនឹងតែម្ដងគឺយើងធ្វើកិច្ចការងារយ៉ាងសកម្មខ្ញុំតែឯងមិនអាចធ្វើការងារបានមានក្រុមការងារនៅពីក្រៅឆាកច្រើនទៀតដែលចូលរួមធ្វើនឹងគាត់ជួយកិច្ចការងារសពគ្រប់តែម្ដងហើយក្នុងនឹងយើងមានអ្នកធ្វើកិច្ចការងារយើងសិតតែមានជំនាញនៅក្នុងការធ្វើការងារហើយយើងបានមានក៏ដូចជាមានបទពិសោធន៍ក៏ដូចជាមានការរៀនសូត្រចំណេះដឹងមិនមែនយើងធ្វើកិច្ចការងារនឹងដោយសារតែយើងគ្រាន់តែលឺហើយយើងធ្វើយើងសិតតែមានជំនាញរបស់យើងធ្វើកិច្ចការងារបរទេសផងជំនាញរបស់យើងធ្វើកិច្ចការងារផ្សេងទៀតនៅក្នុងការទំនាក់ទំនងហ្នឹងអញ្ចឹងបានជាយើងឲ្យបងប្អូនទាំងអស់គ្នាជឿជាក់នៅកិច្ចការងារយើងទាំងអស់គ្នាហើយបងប្អូនចូលរួមមើលសកម្មភាពហើយចូលរួមគ្រប់គ្រងមិនថាអ្នកខ្លះមិនអាចចូលតាមដូចថាផ្ទាល់បានតែអាចចូលរួមជួយអ្វីផ្សេងបន្តិចទៀតយើងនឹងមានការងារសម្រាប់ឲ្យបងប្អូនចូលរួមវិធីយ៉ាងម៉េចយើងនឹងមានការងារសម្រាប់ជូនចែកចាយជូនដល់បងប្អូនដូចជាក់ស្ដែងថ្មីខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងអស់ដែលគាត់បានចូលរួមធ្វើនៅគេហៅថា campaign បានថាធ្វើការផ្សព្វផ្សាយការផ្សព្វផ្សាយមួយដែលយើងផ្សព្វផ្សាយផ្ញើសម្បត្តិទៅដល់ផ្ញើសារទៅលោកប្រធានាធិបតី Donald Trump ដែលថ្ងៃយើងផ្ញើសារគឺថ្ងៃទី12ខែ11នេះគឺយើងបានផ្ញើសារជូនគាត់ភ្លាមដោយសារតែមានការបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់នៅតាមទួលដែនហើយមានរបួសផងហើយធ្វើឲ្យអ្នកភូមិរត់គេចផងយើងបានផ្ញើសារភ្លាមទៅ White House ទៅសតវិមានហើយពេលនោះ3ខែក្រោយមកលោកប្រធានាធិបតី Donald Trump គាត់បានធ្វើនៅសេចក្តីផ្ញើសារទៅប្រទេសថៃដូចគ្នាវិញដែរឲ្យប្រទេសឲ្យទាហានថៃនឹងមានការគោរពនៅកិច្ចព្រមព្រៀងដែលឲ្យមានបទឈប់បាញ់គ្នារំលោភបំពានមកលើប្រទេសខ្មែរហ្នឹងគឺជាជោគជ័យដ៏ធំមួយបងប្អូនដែលយើងធ្វើហើយកិច្ចការនេះខ្លះយើងមិនចាំចំណាយថវិកាទេយើងមានតែទូរស័ព្ទដៃមួយយើងធ្វើការសហការគ្នាហើយគឺដៅរួមតែមួយទៅយើងនឹងធ្វើកិច្ចការងារបានជោគជ័យអញ្ចឹងសូមបងប្អូនមានក្តីសង្ឃឹមកាលណាយើងមានក្តីសង្ឃឹមការតស៊ូរបស់យើងនឹងបានសម្រេចនៅមិនថាថ្ងៃអនាគតគឺឆាប់នេះតែម្ដងចា៎នៅក្នុងបេសកកម្មនេះដែរយើងនឹងមានបេសកកម្មជំរុំគ្នាគឺដាក់ពាក្យទៅដល់ប្រទេសម្ចាស់ហត្ថលេខីទាំង18ប្រទេសហើយបងប្អូនដែលនៅរស់នៅក្នុងប្រទេសនីមួយៗហ្នឹងបងប្អូនចូលរួមទាំងអស់គ្នាដើម្បីយើងធ្វើការដាក់ពាក្យហ្នឹងហើយឲ្យបងប្អូនចូលរួមសារទាំងអស់គ្នាសញ្ញេថាបងប្អូនចូលរួមដើម្បីឲ្យម្ចាស់ហត្ថលេខីនៃទាំង18ប្រទេសហ្នឹងគឺត្រូវតែចូលរួមនៅក្នុងការធ្វើកិច្ចការងារឲ្យប្រទេសកម្ពុជាយើងនឹងមានប្រជាធិបតេយ្យយ៉ាងពិតប្រាកដប្រទេសកម្ពុជានឹងត្រូវតែមានការពារបូរណភាពទឹកដីដោយមិនអាចប្រទេសណារំលោភមកលើប្រទេសកម្ពុជាយើងបានទេអញ្ចឹងបណ្ដាប្រទេសផ្សេងដែលបងប្អូនរស់នៅនោះបងប្អូនចូលរួមទាំងអស់គ្នាយើងនឹងមានក្រុមការងារនៅតាមប្រទេសនីមួយៗទាំង18ប្រទេសដើម្បីធ្វើកិច្ចការងារនិងបេសកកម្មហ្នឹងចា៎សូមអរគុណបាទសូមអរគុណលោកស្រីទឹកកំហ៊ុនហើយសូមអរគុណមែនទែនដែលបានផ្ដល់ព័ត៌មាននិងបទសម្ភាសន៍នៅក្នុងថ្ងៃនេះហើយជាពិសេសគឺព័ត៌មានជូនចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងតែតន្ទឹងរង់ចាំនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលរស់នៅទូទាំងពិភពលោកផងដែរបាទសូមអរគុណសូមជម្រាបលាចាសូមជម្រាបលា